សួស្តីសិស្សានុសិស្សទាំងអស់គ្នាស្វាគមន៍មកកាន់វិញ្ញាសាភូមិវិទ្យាសម្រាប់ប្រឡងមធ្យមសិក្សាទុតិយភូមិអូខេថ្ងៃហ្នឹងតេតតូននឹងវិញ្ញាសារបស់គ្រូចូលដល់ភាគទី10ហើយហើយអរគុណច្រើនសម្រាប់បងប្អូនដែលបានចូលរួមទស្សនាវិញ្ញាសារបស់គ្រូទាំងអស់គ្នាឥឡូវកុំឲ្យខាតពេលយូរយើងឈានចូលទៅដល់វិញ្ញាសាទី10របស់យើងអញ្ចឹងវិញ្ញាសានេះគឺយើងមានសំណួរដូចជាទី1តើមូលហេតុអ្វីបានជាកុមារនៅតំបន់ជនបទដាច់ស្រយាលមានអត្រាបោះបង់ការសិក្សាខ្ពស់តើរដ្ឋាភិបាលគួរមានវិធានការយ៉ាងណាសំណួរទី2តើការខ្វះលទ្ធភាពទទួលបានការប្រើប្រាស់ទឹកស្អាតនិងបង្គន់អនាម័យរបស់ប្រជាជនកម្ពុជាបណ្ដាលមកពីមូលហេតុអ្វីខ្លះបញ្ហានេះនាំឲ្យមានផលប៉ះពាល់យ៉ាងណាចំពោះសុខភាពសំណួរទី3តើប្រទេសកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅថ្ងៃខែឆ្នាំណាតើការចូលរួមជាសមាជិកពេញសិទ្ធិនៃអង្គការពាណិជ្ជកម្មពិភពលោកផ្ដល់ផលអ្វីខ្លះចំពោះប្រទេសកម្ពុជាសំណួរទី4តើប្រជាជនកម្ពុជាអាចឆ្លងផុតអន្តរភាពរួចរាល់ហើយឬនៅចូលពន្យល់សំណួរទី5តើកត្តាអ្វីខ្លះដែលជាសក្តានុពលក្នុងការផលិតវារីអគ្គិសនីនៅកម្ពុជារបស់យើងអូខេឥឡូវកុំឲ្យខាតពេលយូរយើងចូលដល់អត្រាកំណែតទៅនឹងវិញ្ញាសាទី1អញ្ចឹងចំណុចទី1មូលហេតុដែលកុមារនៅតំបន់ជនបទដាច់ស្រយាលមានអត្រាការបោះបង់ការសិក្សាខ្ពស់ក៏ដោយសារទី1សេដ្ឋកិច្ចមិនទាន់រីកចម្រើនអញ្ចឹងសំដៅទៅលើតំបន់ដាច់ស្រយាលមានស្ថានភាពសេដ្ឋកិច្ចនៅក្នុងតំបន់នោះគឺមិនសូវបានមានភាពរីកចម្រើនចឹងការកសាងផ្លូវក៏ដូចជាការកសាងសាលានិងហេដ្ឋារចនាមួយចំនួនមានការខុសខានដែលជាឧបសគ្គក្នុងការជំរុញឲ្យសិស្សគាត់បានទៅរៀនដូចកុមារដែលរស់នៅទីក្រុងចំណុចទី2ប្រជាជននៅតំបន់នោះមានជីវភាពក្រីក្រអូខេកត្តាមួយនេះគឺសំខាន់ដែរនៅពេលដែលគ្រួសារក្រីក្រអញ្ចឹងឪពុកម្ដាយបានឃាត់ឬក៏ទុកឲ្យកូននឹងបម្រើការងារនៅក្នុងផ្ទះឬក៏ជួយរកប្រាក់ចំណូលនៅក្នុងគ្រួសារគេទី3សិស្សមួយចំនួនឈប់រៀនដើម្បីជួយការងារធ្វើឪពុកម្ដាយអញ្ចឹងពេលខ្លះសិស្សខ្លះកុមារខ្លះគាត់អត់ចង់ទៅរៀនគេគាត់ចង់ទៅជួយធ្វើការងារឪពុកម្ដាយរបស់គាត់ដោយសារតែគាត់គិតថារៀនមានការពិបាកហើយជួយធ្វើការទៅឆាប់បានលុយកាក់ចូលក្នុងគ្រួសារហើយមួយទៀតជាតំបន់ដែលពុំសូវមានសាលារៀនហើយសាលារៀនខ្លះពុំទាន់មានគ្រប់កម្រិតអញ្ចឹងដូចបានបញ្ជាក់មិញអញ្ចឹងតំបន់ខ្លះដោយសារតែប្រជាជនគាត់មានចំនួនតិចតួចអញ្ចឹងការកសាងសាលាគឺនៅឆ្ងាយពីផ្ទះហើយកន្លែងខ្លះទោះបីជាមានសាលារៀនប៉ុន្តែនៅមានកម្រិតនៅឡើយគេជួនកាលមានបឋមអញ្ចឹងទៅអត់មានអនុដល់ពេលត្រូវការពេលដែលគាត់រៀនចប់បឋមគាត់ត្រូវជិះឆ្ងាយហើយទៅរកបន្តការសិក្សាអនុវិទ្យាល័យហ្នឹងគឺនៅឆ្ងាយពីផ្ទះដល់ពេលចប់អនុវិទ្យាល័យគាត់ត្រូវបន្តទៅវិទ្យាល័យហ្នឹងរឹតតែឆ្ងាយពីផ្ទះទៀតហ្នឹងគឺជាឧបសគ្គសម្រាប់ពួកគាត់ដែរហើយចំណុចបន្តដូចបានបញ្ជាក់មិញអញ្ចឹងគឺសាលារៀនមួយចំនួននៅឆ្ងាយពីផ្ទះហើយអ្វីដែលជាឧបសគ្គមួយទៀតនោះគឺផ្លូវពិបាកក្នុងការធ្វើដំណើរហើយជាពិសេសពុំមានសុវត្ថិភាពអញ្ចឹងតើតើនឹងរឿងផ្លូវនៅក្នុងតំបន់ទីក្រុងមិនសូវជាឧបសគ្គទេប៉ុន្តែនៅតំបន់ជនបទគឺមានការពិបាកមែនទែនដោយសារតែការធ្វើដំណើររបស់គាត់ហើយជាផ្លូវលំអញ្ចឹងងាយខូចខាតនៅរដូវវស្សាហើយឆ្ងាយពីផ្ទះទៀតអញ្ចឹងកត្តាសុវត្ថិភាពគឺជាឥទ្ធិពលខ្លាំងគាត់មែនទែនជាពិសេសកុមារីឥឡូវយើងចូលមកដល់សំណួរទី2វិញម្ដងអត្រាកំណែសំណួរទី2អូខេសំទោសទី1យើងអត់ទាន់ចប់ទេតើតើនឹងវិធានការធ្វើម៉េចដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹងអញ្ចឹងចំណុចទី1យើងត្រូវអភិវឌ្ឍតំបន់ជនបទដាច់ស្រយាលហ្នឹងឲ្យមានភាពរីកចម្រើនអញ្ចឹងនៅពេលដែលតំបន់ហ្នឹងមានភាពរីកចម្រើនការកសាងហេដ្ឋារចនាសម្ព័ន្ធការបំពេញនៅសេវាកម្មមូលដ្ឋានសម្រាប់ប្រជាជនហ្នឹងគឺនឹងបានគ្រប់គ្រាន់ទី2ជួយកសាងសាលារៀនឲ្យបានរីកចម្រើននិងគ្រប់កម្រិតចាំមានថាកែលម្អសាលារៀនពីធូរធ្លាយមកជាសាលាល្អសាលាដែលមានសោភ័ណភាពល្អអាចបានរៀនត្រឹមត្រូវហើយពីសាលាដែលមានចំនួនថ្នាក់តិចតួចមកជាថ្នាក់ច្រើនពីមានកម្រិតបឋមមកមានបឋមផងអនុផងឬវិទ្យាល័យផងដើម្បីឲ្យគាត់មានលទ្ធភាពក្នុងការបន្តការសិក្សាចំណុចទី3ជួយឧបត្ថម្ភដល់សិស្សក្រីក្រតាមរយៈការ
ផ្ដល់នូវសម្ភារៈសិក្សាដូចជាថវិកាឬក៏ផ្ដល់អាហារូបករណ៍ឲ្យគាត់មកសិក្សានៅទីប្រជុំជនចំណុចទី4ជំរុញលើកទឹកចិត្តដល់អ្នកសិក្សាអូខេកន្លែងនេះសំទោសលោកគ្រូសរសេរខុសទៅហើយអញ្ចឹងកន្លែងជំរុញលើកទឹកចិត្តនៃការសិក្សានោះមានថាយើងអ្នកជិតខាងក៏ដោយទាំងឪពុកម្ដាយក៏ដោយទាំងនាយកសាលាក៏ដូចជាលោកគ្រូបង្រៀនតែងតែធ្វើការលើកទឹកចិត្តឲ្យពួកគាត់មានកម្លាំងចិត្តក្នុងការបន្តសិក្សាថាតើការបន្តការសិក្សានោះវាមានប្រយោជន៍អត្ថប្រយោជន៍ខ្លះចំពោះគាត់ក្រុមគ្រួសារហើយនិងសង្គមជាតិចំណុចបន្តគឺផ្ដល់ការងារតាមសមត្ថភាពអញ្ចឹងកន្លែងនេះគឺសំដៅទៅលើការផ្ដល់ឱកាសការងារជា volunteer ការងារស្ម័គ្រចិត្តដើម្បីឲ្យគាត់បានថវិកាសម្រាប់បន្តការសិក្សាក៏ដូចជាការផ្ដល់ឱកាសឲ្យគាត់ដកស្រង់បទពិសោធន៍ឬក៏ជាភាពតាក់ទាញមួយដែរដើម្បីជំនួយឲ្យគាត់ចង់បន្តការសិក្សាទៀតហើយចំណុចបន្តគឺបំផុសឲ្យឪពុកម្ដាយនាំកូនទៅរៀនអូខេអញ្ចឹងតកតងកន្លែងនេះជួនកាលឪពុកម្ដាយក៏អត់មានការយល់ដឹងឬក៏គាត់អត់បានចាប់អារម្មណ៍ទៅលើការសិក្សាគាត់បណ្ដោយពេកអញ្ចឹងធ្វើឲ្យការខកខាននាំកូនទៅការសិក្សានោះគឺឲ្យបានទាន់ពេលវេលាអ្នកខ្លះតតែយុ7 8ឆ្នាំបាននាំកូនទៅបន្តការសិក្សាហ្នឹងទៅឬក៏ព័ត៌មានតកតងការចូលរៀនអីចឹងគាត់អត់បានចាប់អារម្មណ៍ដល់ពេលចឹងធ្វើឲ្យការសិក្សារបស់កូនគាត់មានការធ្លាក់ចុះអាហ្នឹងការជំរុញនេះទូទៅនៅពេលដែលបើកបវិសមការដំបូងយើងតែងតែឃើញសាលារៀនតែងតែបកគោប្រកាសតាមរយៈក្បាលមេក្រូជំរុញឲ្យអាណាព្យាបាលនាំកូនរបស់គាត់ទៅរៀននៅសាលាបឋមសិក្សាដោយអត់គិតប្រាក់ចំណុចបន្តមួយទៀតគឺយើងផ្សព្វផ្សាយពីគុណប្រយោជន៍នៃការសិក្សាដល់មជ្ឈដ្ឋានតែនោះឲ្យបានទូលំទូលាយអញ្ចឹងកន្លែងនេះគឺយើងមិនមែនថាផ្សព្វផ្សាយតម្លៃនៃការអប់រំទៅដល់កុមារទេប៉ុន្តែយើងក៏ឲ្យឪពុកម្ដាយឬក៏ដូចជាអាណាព្យាបាលរបស់សិស្សហ្នឹងឲ្យយល់ពីអត្ថប្រយោជន៍ឬក៏គុណតម្លៃនៃការសិក្សាដែរថាតើនៅពេលដែលគាត់ទទួលបានការសិក្សាខ្ពង់ខ្ពស់តើគាត់នឹងទទួលបានអ្វីខ្លះអញ្ចឹងតកតងនឹងចំណុចទី1របស់នៃសំណួរនេះគឺយើងមានតែប៉ុណ្្នឹងហើយឥឡូវយើងចូលមកដល់សំណួរទី2វិញម្ដងការខ្វះលទ្ធភាពទទួលបានការប្រើប្រាស់ទឹកស្អាតដូចជាបង្គន់អនាម័យតើប្រជាជនរបស់យើងតើវាកើតឡើងមកពីកត្តាគេអូខេអញ្ចឹងកត្តាដែលសំខាន់ដែលធ្វើឲ្យប្រជាជនរបស់យើងមិនអាចប្រើប្រាស់ទឹកស្អាតក៏ដូចជាអាចប្រើប្រាស់បង្គន់អនាម័យបានគឺដោយសារតែទី1កត្តាជីវភាពអញ្ចឹងកត្តាជីវភាពគឺសំខាន់ណាស់ដូចគ្រូបានបញ្ជាក់លើមុនអញ្ចឹងបើសិនជាគាត់អត់មានលទ្ធភាពក្នុងការហូបចុកទេអញ្ចឹងគាត់ក៏អត់មានលទ្ធភាពក្នុងការចំណាយទៅលើខ្ទង់ការប្រើប្រាស់ទឹកស្អាតក៏ដូចជាបង្គន់អនាម័យដែរព្រោះវាជាចំណាយដែលពុំទាន់ចាំបាច់សម្រាប់គាត់អ្នកខ្លះក៏គិតអញ្ចឹងគាត់គិតថាគាត់អាចប្រើទឹកភ្លៀងបានប្រើទឹកទន្លេបានប្រើទឹកដូងបានចេះគាត់នឹងប្រើប៉ុន្តែគាត់អត់បានគិតគូរពីអនាម័យឬក៏ផលវិបាកនៃការចេញពីកន្លែងហ្នឹងឯងអញ្ចឹងកត្តាជីវភាពគឺជាកត្តាសំខាន់ជាងគេអូខេទី2តទៅនឹងបញ្ហាកង្វះការយល់ដឹងអញ្ចឹងប្រជាជនមួយចំនួនគាត់អត់មានការយល់ដឹងតទៅនឹងបញ្ហាអនាម័យហ្នឹងទេគាត់គិតថាជាទម្លាប់ប្រពៃណីដែលគាត់តែងតែធ្វើអញ្ចឹងវាមិនជាបញ្ហាទេហើយចំណុចបន្តមួយទៀតតទៅនឹងប្រព័ន្ធបណ្ដាញទឹកស្អាតរបស់យើងពេលខ្លះមានលក្ខណៈចាស់អញ្ចឹងវាមិនការដំណើរការរបស់វាអត់ល្អទេជួនកាលពេលដែលវាផ្គត់ផ្គង់ទៅឲ្យប្រជាជនដែលរស់នៅតាមមូលដ្ឋានហ្នឹងប្រើបានប៉ុន្តែទឹកបែរជាល្អក់កខ្វល់ឬក៏មានកកឬក៏មានក្លិនអីជាដើមឧទាហរណ៍មកចាំថាប្រជាជនដែលរស់នៅតាមជនបទទេសំបីតាឧទាហរណ៍លោកគ្រូជាក់ស្ដែងដែលរស់នៅក្នុងទីក្រុងប៉ុន្តែប្រព័ន្ធទឹកស្អាតពេលខ្លះយើងប្រើអត់កើតហ្មងគឺកកខ្លាំងតើតើយើងបើកដាក់ទឹកពីងចោលអីចឹងទៅមួយថ្ងៃពីរថ្ងៃអីចឹងទៅវាដោយសារតែការអភិវឌ្ឍទីក្រុងមានការបែកធ្លាយទយូរអីផងចឹងវាធ្វើឲ្យការប្រើប្រាស់ទឹកស្អាតហ្នឹងវាមិនសូវល្អអ្នកខ្លះគេអត់ពេញចិត្តកន្លែងហ្នឹងដល់ពេលអត់ពេញចិត្តគាត់អត់ចង់ប្រើទឹកស្អាតពីព្រោះចំណាយលុយលើទឹកស្អាតហើយបើជាមិនស្អាតចឹងគាត់អត់ចង់ប្រើចឹងគាត់បែរជាទៅប្រើទឹកទន្លេឬក៏ទឹកភ្លៀងចាំប្រើទឹកភ្លៀងឬទឹកដណ្ដូងអីចឹងជាដើមអូខេឥឡូវយើងចូលដល់ចំណុចបន្តមួយទៀតពេលដែលយើងអត់បានប្រើប្រាស់ទឹកស្អាតឬក៏យើងអត់បានប្រើប្រាស់បង្គន់អនាម័យតើវានឹងបង្កឲ្យមានផលប៉ះពាល់អីគេខ្លះទៀតចំពោះសុខភាពរបស់យើងអញ្ចឹងតើតោងកន្លែងហ្នឹងយើងដឹងហើយនៅពេលដែលយើងហូបទឹកមិនស្អាតឬក៏យើងឆ្លងរោគគឺទី1គឺធ្វើឲ្យយើងមានជំងឺឆ្លងផ្សេងៗ
ជំងឺគឺរាគរូសជំងឺអាសន្នរោគឬក៏ជំងឺ epicenter ដូចជា prune ENA ឆ្លងតាមហ្នឹងឬក៏មេរោគថ្លើមអីចឹងទៅឆ្លងតាមរយៈការប៉ះពាល់ជាមួយនឹងបាក់តេរីដែលវាស្ថិតនៅលើដីហើយទី2គឺធ្វើឲ្យទឹកនៅលើដីរបស់យើងមានការកខ្វក់ហើយមិនត្រឹមតែធ្វើឲ្យទឹកលើដីយើងកខ្វក់ទេប៉ុន្តែវាធ្វើឲ្យទឹកក្នុងដីក៏កខ្វក់ដែរពេលដែលយើងបត់ដៃបត់ជើងនៅតាមព្រៃឬក៏ក្បែរប្រភពទឹកណាចឹងវាបង្កឲ្យបាត់បង់សោភ័ណភាពផងវាធ្វើឲ្យទឹកយើងកខ្វក់ផងអូខេហើយដូចគ្រូបានបញ្ជាក់អញ្ចឹងកាលណាយើងបត់ដៃបត់ជើងមិនល្អគឺមានការកង្វក់ខ្យល់កង្វក់ខ្យល់គឺសំដៅទៅលើការធុំក្លិនស្អុយអីចឹងណាអូខេចឹងសរុបមកវិញសំណួរទី2របស់យើងគឺមានប៉ុណ្ណឹងឥឡូវយើងចូលមកដល់សំណួរទី3វិញម្ដងអូខេតកតួនជាមួយនឹងការចូលជាសមាជិកអង្គការ WTO ឬក៏យើងហៅថាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកតើប្រទេសកម្ពុជាចូលនៅថ្ងៃណាអញ្ចឹងថ្ងៃដែលយើងបានចូលអង្គការមួយនេះគឺនៅថ្ងៃទី28ដល់30ខែកញ្ញាឆ្នាំ1991អូខេតកតួននឹងការចូលសមាជិកពេញសិទ្ធិនៃអង្គការពាណិជ្ជកម្មពិភពលោកនោះវាបានផ្ដល់ផលប្រយោជន៍ឲ្យប្រទេសនានាលើពិភពលោកនេះបានស្គាល់ពីប្រទេសកម្ពុជាហើយធ្វើឲ្យប្រទេសកម្ពុជារបស់យើងគឺមានទំនាក់ទំនងទ្វេភាគីមានន័យថាទំនាក់ទំនងរវាងប្រទេសកម្ពុជាជាមួយប្រទេសកខគូអីចឹងទៅអូខេអាហ្នឹងរវាងប្រទេសនិងប្រទេសហើយពហុទ្វេភាគីមានន័យថាច្រើនអាច3 4ប្រទេសបញ្ចូលគ្នាមានថាឧទាហរណ៍កម្ពុជាគឺមានតំណែងតំណងជាក្រុមឧទាហរណ៍មានថៃមានវៀតណាមមានឡាវមានមីយ៉ាន់ម៉ាអីចឹងទៅអាហ្នឹងហៅថាពហុភាគីដល់ពេលទ្វេភាគីគឺតែពីរប្រទេសទេទៅលើការវិនិយោគឬក៏ទៅតាមវិស័យនានាអញ្ចឹងអត្ថប្រយោជន៍ហើយនឹងការចូលរួមរបស់យើងគឺមានតែប៉ុណ្្នឹងឥឡូវយើងចូលមកដល់សំណួរទី4វិញម្ដងអញ្ចឹងប្រជាជនកម្ពុជារបស់យើងមិនទាន់ឆ្លងផុតអនក្ខរភាពនៅឡើយទេចាអនក្ខរភាពមានន័យថាម៉េចមានថាភាពមិនទាន់ចេះអក្សរមានថាយើងមិនទាន់លុបបំបាត់ថាប្រជាជនយើងទាំងអស់គ្នាត្រូវតែចេះអក្សរនៅឡើយទេអញ្ចឹងដោយសារកត្តាអីគេដែលយើងគិតថាប្រជាជនកម្ពុជារបស់យើងមិនទាន់បានឆ្លងផុតអញ្ចឹងកត្តាទី1គឺអ្នកខ្លះគាត់អត់បានទាន់ចូលរៀនតាំងពីបឋមសិក្សាមកអ្នកខ្លះអត់បានចូលរៀននេះមិនថាអ្នកខ្លះអាយុ10ឆ្នាំជាងមិនទាន់បានចូលរៀនផងអ្នកខ្លះចាស់អញ្ចឹងនៅចាស់ខ្លះអត់បានចូលរៀនផងដោយសារកត្តាជីវភាពដែលយើងលើកឡើងពីលើកមុននោះអញ្ចឹងការមិនបានចូលរៀនធ្វើឲ្យគាត់អត់ចេះអក្សរទី2ការបោះបង់ការសិក្សាដែលនាំឲ្យគាត់មានការភ្លេចភ្លាំងអក្សរអញ្ចឹងអ្នកខ្លះគាត់រៀនឈប់ឬក៏ហៅថារៀនកិច្ចសាលាឬក៏គាត់ទៅរៀនបណ្ដើឈប់1ឆ្នាំ2ឆ្នាំគាត់ទៅធ្វើការហើយគាត់បកមករៀនវិញអញ្ចឹងធ្វើឲ្យអាមូលដ្ឋានគ្រឹះនៃការសិក្សាពីបឋមសិក្សាហ្នឹងធ្វើឲ្យគាត់មានការភ្លេចភ្លាំងព្យញ្ជនៈស្រៈអីជាដើមនេះទៅអញ្ចឹងការសរសេររបស់គាត់ធ្វើឲ្យគាត់សរសេរខុសអីជាដើមអូខេអញ្ចឹងកន្លែងហ្នឹងគ្រូចង់បញ្ជាក់ដែរដោយសារគ្រូមានបទពិសោធន៍បង្ហាត់សិស្សនៅសាលាចំណេះដឹងទូទៅបំពេញវិជ្ជាចឹងឃើញភាគច្រើនការសរសេរអក្ខរាវិរុទ្ធរបស់គាត់គឺខុសច្រើនណាស់ដោយសារដល់ពេលសួរមូលហេតុទៅគឺគាត់ថាគាត់ឈប់ច្រើនដោយសារគាត់គិតថាការសិក្សាហ្នឹងមានតម្លៃគាត់ចង់បានសញ្ញាបត្រគាត់ចង់មានការងារធ្វើអញ្ចឹងគាត់មកសិក្សាវិញអញ្ចឹងកន្លែងហ្នឹងឯងដែលធ្វើឲ្យគាត់បាត់បង់មូលដ្ឋានគ្រឹះក្នុងការសរសេរអក្សរអូខេចំណុចទី3មិនបានចូលរៀនផ្នែកអនក្ខរកម្មអូខេទោះបីប្រជាជនមួយចំនួនគាត់អាចបានចូលរៀនក្នុងកម្មវិធីក្នុងប្រព័ន្ធក៏ដោយមានថាគាត់អាចបានរៀននៅក្នុងសាលាហើយជួនកាលយើងមានកម្មវិធីអប់រំក្រៅប្រព័ន្ធដូចគ្នាទៅតាមសហគមន៍នៅតាមអីប៉ុន្តែពួកគាត់បានចូលរួមអញ្ចឹងក៏ធ្វើឲ្យពួកគាត់ហ្នឹងអត់ចេះអក្សរដែរទី4ការងារអក្ខរកម្មនៅតាមភូមិឃុំមានដំណើរការបន្តបានល្អអញ្ចឹងតើតើនឹងការងារការអនុវត្តការបង្ហាត់បង្រៀនអក្ខរកម្មនៅតាមភូមិឃុំមួយចំនួនគឺដោយសារតែប្រជាជននៅហ្នឹងគាត់រស់នៅឆ្ងាយដោយសញ្ញាអសមត្ថចឹងណាផ្ទះនៅឆ្ងាយពីគ្នាហើយអសន្តិសុខផងចឹងការគៀងគងជំរុញឲ្យពួកគាត់មកដំណើរការសិក្សានេះគឺមានការពិបាកទាំងកត្តាសម្ភារៈកត្តាសុវត្ថិភាពហើយនឹងកត្តាការយល់ដឹងរបស់ប្រជាជនគឺនៅមានកម្រិតអញ្ចឹងយើងមិនទាន់បានអនុវត្តបានល្អនៅឡើយទេចំណុចបន្តគឺតកតទៅនឹងជីវភាពប្រជាជនមានការលំបាកដូចខ្ញុំបានបញ្ជាក់មិញអញ្ចឹងនៅពេលដែលប្រជាជនយើងមានការលំបាកអញ្ចឹង
គាត់អត់មានពេលឬក៏គាត់អត់មានពេលវេលាសម្រាប់ឲ្យគាត់ខ្លួនគាត់ហ្នឹងបានមកទទួលបានការអប់រំនៅតាមភូមិឃុំដែលគ្រូអក្ខរកម្មគាត់មកបរៀនទេអញ្ចឹងគាត់មានតែពេលវេលាក្នុងការរកស៊ីដើម្បីចិញ្ចឹមជីវិតរបស់គ្រួសាររបស់គាត់អូខេចំណុចបន្តមួយទៀតគឺសាលារៀននៅឆ្ងាយពីផ្ទះហើយខ្វះមធ្យោបាយធ្វើដំណើរអូខេអញ្ចឹងដូចបានបញ្ជាក់ខាងលើដូចគ្នាដែរសាលារៀននៅឆ្ងាយអញ្ចឹងតំណមជិះមកដល់ការពេលវេលាក្នុងការរកស៊ីផងជួនកាលអត់មានអីជិះទៀតព្រោះគាត់នៅតំបន់ដាច់ស្រយាលនៅតំបន់ជនបទភាគច្រើនបើយើងនិយាយទៅគឺអ្នកដែលគាត់អនាក្ខរភាពភាគច្រើនគាត់នៅជនបទហើយអញ្ចឹងបើយើងសម័យទៅទិដ្ឋភាពនៅជនបទយើងអាចដឹងថាតើចម្ងាយពីដែលគាត់មកផ្ទះគាត់ហើយមកទីប្រជុំជនគឺមានចម្ងាយឆ្ងាយហើយផ្ទះពួកគាត់ក៏អត់ដើរចិត្តដែរគឺឆ្ងាយពីគ្នាជួនកាលជិះបាន4-5នាទីអញ្ចឹងទៅឃើញផ្ទះមួយអញ្ចឹងទៅជួនកាលផ្ទះខ្លះមានតែសំបកតែអត់មានមនុស្សរស់នៅទៀតអូខេឥឡូវយើងចូលដល់ចំណុចមួយទៀតគឺកុមារនៅជួយការងារផ្ទះពិសេសកុមារីអញ្ចឹងកុមារមួយចំនួនក៏អត់បានមករៀនបានគ្រប់គ្រាន់ដោយសារគាត់ត្រូវការជួយការងារផ្ទះរបស់គាត់ហើយអ្វីដែលទទួលបន្ទុកខ្លាំងជាងគេហ្នឹងគឺកុមារីហ្នឹងឯងតែឪពុកម្ដាយគាត់មានផ្នត់គំនិតចង់ឲ្យគាត់មិនបានរៀនសូត្រច្រើនឬក៏ចង់ឲ្យគាត់ជួយធ្វើការងារផ្ទះបានច្រើនអញ្ចឹងគាត់ខាំមិនឲ្យកូនបានទៅរៀនទេដោយវិញ្ញាសាមុនដែលយើងលើកឡើងពីឧបសគ្គដែលធ្វើឲ្យកុមារីមិនបានរៀនសូត្រច្រើននៅថ្នាក់វិទ្យាល័យអូខេឥឡូវយើងចូលដល់ចំណុចចុងក្រោយទាក់ទងនឹងវិញ្ញាសាទី5ទី1សក្តានុពលក្នុងការផលិតវារីអគ្គិសនីនៅកម្ពុជារបស់យើងគឺមានចំនួនកត្តាសំខាន់ៗអ្វីខ្លះអញ្ចឹងទាក់ទងនឹងការផលិតថាមពលវារីអគ្គិសនីនៅប្រទេសកម្ពុជារបស់យើងគឺមានកត្តាសំខាន់ច្រើនក្នុងនោះយើងសូមលើកឡើងទាក់ទងនឹងកត្តាភូមិសាស្ត្រចឹងកត្តាភូមិសាស្ត្រហ្នឹងដោយសារយើងសម្បូរភ្នំសម្បូរតំបន់ខ្ពង់រាបដែលជាតំបន់មួយដែលអាចផ្គត់ផ្គង់ទឹកសម្រាប់ធ្វើវារីអគ្គិសនីកត្តាភូមិសាស្ត្រទី2គឺយើងមានប្រព័ន្ធផ្លូវទឹកច្រើនមានបឹងមានស្ទឹងមានទន្លេអីចឹងទៅអញ្ចឹងដែលជាប្រភពដ៏សំខាន់ក្នុងការផ្គត់ផ្គង់ទឹកដែលអាចផលិតវារីអគ្គិសនីបានចំណុចទី3ប្រភពទឹកដូចបញ្ជាក់ខាងលើអញ្ចឹងយើងសម្បូរប្រភពទឹកច្រើនហើយទី4ដីយើងនៅទូលាយមានន័យថាដីទូលំទូលាយអញ្ចឹងដោយសារតែការកសាងទំនប់វារីអគ្គិសនីនេះវាត្រូវការផ្ទៃដីធំទូលំទូលាយអញ្ចឹងបើសិនជាដីយើងចង្អៀតក៏យើងធ្វើអត់បានដែរអញ្ចឹងដោយសារដីយើងនៅទូលាយឡើយអត់ទាន់មានថាចំនួនប្រជាជនវាអត់ទាន់កើនឡើងខ្ពស់អញ្ចឹងយើងអាចប្រើប្រាស់ដីដែលទូលាយនេះកសាងជាទំនប់វារីអគ្គិសនីបានអូខេចំណុចតទាក់ទងនឹងគោលនយោបាយរបស់រដ្ឋាភិបាលមានភាពប្រកបវិជ្ជាអញ្ចឹងកន្លែងនេះគឺសំដៅទៅលើគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ថាមពលវារីអគ្គិសនីមកដល់ប្រជាជនអញ្ចឹងដូចជាក់ស្ដែងរដ្ឋាភិបាលរបស់យើងតែងតែមានគោលបំណងឈប់ទិញឬក៏បញ្ជាទិញថាមពលវារីថាមពលអគ្គិសនីពីប្រទេសជិតខាងអញ្ចឹងគាត់មានគោលបំណងចង់ឲ្យប្រទេសរបស់យើងអាចប្រើប្រាស់ភ្លើងដោយខ្លួនឯងហើយមានតម្លៃថោកអញ្ចឹងការបង្កើតទំនប់វារីអគ្គិសនីនេះគឺជាជំរឿនដ៏ល្អបំផុតហើយបច្ចុប្បន្នរដ្ឋាភិបាលក៏កំពុងតែអនុវត្តនៅកម្មវិធីមួយនេះផងដែរហើយចំណុចចុងក្រោយរដ្ឋាភិបាលក៏មានការជំរុញក្រុមវិនិយោគិនជាច្រើនចូលមកក្នុងប្រទេសកម្ពុជារបស់យើងហើយការជំរុញនេះគឺក្រោមការដឹកនាំរបស់ក្រសួងឧស្សាហកម្មរ៉ែនិងធម្មពលអញ្ចឹងយើងបច្ចុប្បន្នយើងឃើញតើតើធម្មពលវារីអគ្គិសនីធម្មពលអគ្គិសនីអញ្ចឹងមានក្រុមហ៊ុនជាច្រើនដូចជាក្រុមហ៊ុនចិនអីចឹងទៅមកអនុវត្តមកកសាងវារីអគ្គិសនីរបស់យើងនៅតាមតំបន់មួយចំនួនឧទាហរណ៍នៅពោធិ៍សាត់នៅខាងកំពតអីជាដើមអូខេអញ្ចឹងតើតើនឹងវិញ្ញាសាទី5របស់យើងគឺមានតែប៉ុណ្្នឹងហើយវិញ្ញាសាទី10សរុបវិញគឺយើងមានតែ5សំណួរហ្នឹងទេហើយអរគុណច្រើនសម្រាប់ការចូលរួមស្ដាប់វីដេអូរបស់លោកគ្រូហើយថ្ងៃនេះតើតើវីដេអូវានិយាយរដាក់រដប់ពេកហើយដោយសារមួយថ្ងៃហ្នឹងហើយបង្រៀនច្រើនអញ្ចឹងរៀងល្វើយនិយាយខុសច្រើនហើយឲ្យហោចណាស់ក៏អរគុណច្រើនដែរសម្រាប់ការចូលរួមស្ដាប់ហើយកុំភ្លេចចុច like ហើយចុច comment បងប្អូនគ្នានៅពេលដែលយើងមានចម្ងល់កន្លែងណាដែលយើងមិនទាន់បានច្បាស់ហើយចង់សួរលោកគ្រូបន្ថែម comment ក្នុងវីដេអូទៅហើយកុំភ្លេចចែករំលែកវីដេអូទាំងអស់នេះទៅដល់មិត្តភ័ក្តិទាំងអស់គ្នាដែលគាត់នឹងត្រៀមប្រឡងបាក់ឌុបឆ្នាំ2023ផងដែរអូខេបាយបាយចឹងជួបគ្នានៅវិញ្ញាសាបន្ទាប់